ចាត់ទស្សនិកជនលោកសេងសេឡាអភិបាលរងខេត្តស្វាយរៀងបានដឹងថានៅខេត្តស្វាយរៀងគឺមានតំបន់សេដ្ឋកិច្ចពិសេសចំនួន12មានរោងចក្រសហគ្រាសតូចធំសរុបចំនួន1025កន្លែងនិងបានបង្កើតការងារជូនទៅដល់ប្រជាពលរដ្ឋបានចំនួនជាង130000នាក់លោកសេងសេឡាអភិបាលរងខេត្តស្វាយរៀងបានដឹងថានៅខេត្តស្វាយរៀងគឺមានតំបន់សេដ្ឋកិច្ចពិសេសចំនួន12មានរោងចក្រសហគ្រាសតូចធំសរុបចំនួន1025កន្លែងបានបង្កើតការងារជូនទៅដល់ប្រជាពលរដ្ឋបានចំនួន131,453នាក់ស្រីចំនួន76841នាក់ហើយបច្ចុប្បន្ននេះតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងខេត្តក៏ត្រូវការកម្មករប្រមាណជាង26044នាក់បន្ថែមទៀតដូច្នេះអ្នកចំណាក់ស្រុកទៅធ្វើការនៅឯប្រទេសជិតខាងអាចវិលត្រឡប់មកធ្វើការតាមបណ្ដារោងចក្រនានានៅក្នុងខេត្តបានការថ្លែងបែបនេះធ្វើឡើងនៅក្នុងកម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី8ឆ្នាំ2025ក្រោមប្រធានបទការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈបង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជនគឺប្រកបដោយជោគជ័យនឹងការទទួលខុសត្រូវដែលរៀបចំឡើងដោយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោអេសានចាក់គឺភូមិភាគតេជោសានស្វាយរៀងដោយមានអ្នកចូលរួមប្រមាណ7,900នាក់ផងដែរបើតាមលោកមុតចិន្តានាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសានស្វាយរៀងបានឲ្យដឹងថាក្រោយការប្រកាសដាក់ចេញនៅកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស1.5 លាននាក់ដល់គ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនាថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2023ក្រោមអធិបតីភាពដ៏ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាវិទ្យាស្ថានភូមិបច្ចេកទេសភូមិភាគតេជោសានស្វាយរៀងគឺបានធ្វើការប្រកាសជ្រើសរើសតាមគ្រប់រូបភាពនិងចោះជ្រើសរើសតាមបណ្ដាឃុំសង្កាត់ចោះតាមក្នុងផ្ទះព្រមទាំងមានការប្រជុំរួមនៅតាមបណ្ដាក្រុងស្រុកផងដែរលោកនាយកបានបន្តថាដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលវិទ្យាស្ថានបានកំណត់យកវិស័យចំនួន5លើមុខជំនាញចំនួន7គឺជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋានជំនាញសេវាកម្មថែទាំនិងជួសជុលរថយន្តនិងជំនាញជួសជុលនិងថែទាំបរិក្ខារអេឡិចត្រូនិកជំនាញសម្អាងការជំនាញសេវាកម្មកុំព្យូទ័រជំនាញថែទាំនិងដំឡើងកាមេរ៉ាសុវត្ថិភាពចាប់ផ្ដើមដំណើរការជ្រើសរើសសិស្សចូលរៀនមកគឺរហូតមកដល់ពេលនេះមានសិស្សដាក់ពាក្យចូលរៀនសរុបចំនួន2031នាក់ក្រុមគោលដៅគឺមានចំនួន713នាក់វិទ្យាស្ថាននឹងបន្តជ្រើសរើសសិស្សតាមជំហានគឺនឹងខិតខំអនុវត្តដោយអភិលទ្ធភាពសមត្ថភាពដោយគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជារៀនឲ្យចាប់ឲ្យចេះឲ្យមានការងារលោកសេងសិលាអភិបាលរងខេត្តស្វាយរៀងបានជំរុញទៅដល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសានស្វាយរៀងខិតខំបន្តជ្រើសរើសសិស្សចូលរៀនគ្រប់កម្រិតសិក្សាជាពិសេសសិស្សកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ1កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស TVET 1.5 ក្រុមគោលដៅមកពីគ្រួសារគឺមានបានសម្បត្តិធននិងគ្រួសារងាយរងហានិភ័យឲ្យបានគ្រប់ចំនួន